ដល់វិញ្ញាណក្ខន្ធអ្នកតស៊ូថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនថាយើងខ្ញុំសូមបដិញ្ញាចិត្តរងយុត្តិធម៌ជូនជនរងគ្រោះឲ្យបានជាដាច់ខាតទោះបីច្បាប់នៅក្នុងប្រទេសតុលាការនៅក្នុងប្រទេសរងយុត្តិធម៌ជូនបងប្អូនមិនបានយើងខ្ញុំនឹងបន្តការតស៊ូរងយុត្តិធម៌តាមប្រព័ន្ធច្បាប់អន្តរជាតិតទៅទៀតសូមបងប្អូនជនជាតិកម្មករកម្មការីទាំងអស់មេត្តាផ្ដល់នូវក្តីសង្ឃឹមមិនយូរមិនឆាប់ទេគណៈបកសង្គ្រោះជាតិនឹងទៅដឹកនាំប្រទេសហើយរងយុត្តិធម៌ជូនបងប្អូនហើយតម្រូវប្រាក់ខែជូនបងប្អូនហើយសូមឲ្យវិញ្ញាណក្ខន្ធកម្មករដែលបានបូជាជីវិតហើយនេះសូមទៅបានសោយនៅសុខភាពផងយើងខ្ញុំទាំងអស់គ្នាដែលនៅរស់នេះនឹងបន្តពុកប្រហែលតស៊ូនេះឲ្យបានសម្រេចតាមវិរៈភាពរបស់